មហាជនឲ្យវីរៈកងទ័ពខ្មែរប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតដែលសង្ថៃយកស្បៀងឲ្យវីរៈកងទ័ពខ្មែរអាចជាការប្រើល្បិចកលសូមបងប្អូនវីរៈកងទ័ពជួរមុខប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះជនជាតិសៀមដែលត្រូវបានសង្ស័យថាបន្លំក្លែងជាសង្ឃហើយបានយកអំណោយនំចំណីឲ្យវីរៈកងទ័ពខ្មែរយើងដែលអាចជាល្បិចកលមិនល្អដូច្នេះសូមវីរៈកងទ័ពយើងទាំងអស់បើទទួលសូមកុំបរិភោគឲ្យសោះនេះគឺជាក្តីព្រួយបារម្ភរបស់មហាជនខ្មែរទូទាំងប្រទេសនេះទៅកូនកំពុងអីជុំមានណានេះយកមកទេអត់យកនំមកទេបាយចុះកូនគឺមានអីទេមានបញ្ហាមិនមានបញ្ហាទេលងវែងណាកូនបាទកូនចាំយកជឿเลยครับนี่หันจะមាននេះយកទៅកូនយកទៅយកកាហ្វេមកកាហ្វេឡើងហ្នឹងមកឲ្យเลยយើងមិនចង់ឲ្យទៅវាលំដាប់នយោបាយគេកូនนู่นโอ้วันแชร์ออเลยมานี่คนเดียวจะแจกคนเจ้าบ้าโรตีบ้านจำเอาเก็บเบอร์เราเจ้าจากเงี้ยสันติเพียบไงนะยังมันใครเงี้ยโดยแดนบ้องជុំវិញរឿងនេះដែរលោកកិនភៀប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានបញ្ជាក់ថាសូមបងប្អូនវីរៈកងទ័ពជួរមុខមានការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកលបែបនេះមានបទពិសោធន៍ប្រវត្តិសាស្ត្រតាំងពីសម័យលង្វែកមកម្លេះគឺការក្លែងធ្វើសង្ឃរបស់ពួកនេះពើពលខ្លាំងណាស់ឆ្នាំ2008ពួកអាសេរពើនេះក្លែងធ្វើជាដូនជីសូមបងប្អូនប្រុងប្រយ័ត្ននិងចងចាំមេរៀនប្រវត្តិសាស្ត្រយ៉ាងណាមិញសម្រាប់ពលរដ្ឋខ្មែរក៏បានបញ្ជាក់ផងដែរថាដូច្នេះសូមបងព្រះកងទ័ពបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតពាក្យថាចៅតែងតែមានល្បិចកលគ្រប់ពេលនិងគ្រប់សកម្មភាពរាល់ការឈ្លានពានសងសំណងរឹងសុទ្ធតែមានលោកសង្ឃសៀមចូលរួមសន្តានចៅរបស់ជនជាតិសៀមនេះគឺមានល្បិចកល100ជំពូកតាំងពីថ្នាក់ដឹកនាំកំពូលរហូតដល់រាជសាមញ្ញដូច្នេះមិនត្រូវទុកចិត្តជាដាច់ខាតចំពោះសកម្មភាពរបស់ពួកចៅសៀមនេះមើលតែទឹកមុខសង្ឃសៀមនេះគឺពោពេញទៅដោយល្បិចពឹសពុលជាទីបំផុតបំណងល្អពីមហាគ្រួសារខ្មែរលើកទឹកចិត្តនិងគោរពស្រឡាញ់ពេញបេះដូងសម្រាប់វីរៈកងទ័ពខ្មែរដ៏អង់អាចក្លាហានរបស់យើង